សួស្តីអ្នកនរគ្នានាងខ្ញុំនេសូមីថ្ងៃនេះនាងខ្ញុំនឹងមកសម្ដែងរឿង Coffee នៃកាមេរ៉ាភាគទី10ភាគទី10ហើយអ្នកនរគ្នាចង់ឲ្យចប់ទេទឹកមកខាត់ពេលយូរយើងជួយមកកាន់សាច់រឿងរបស់យើងទាំងអស់គ្នាពេលល្ងាចលោកគ្រូអូតូគីរីកំពុងធ្វើការក្នុងការិយាល័យម្នាក់ឯងចុច keyboard សុកក៏ច្រឡំចុចពាក្យថារកកញ្ចប់បារីមិនបែបប្រាប់ក៏ដឹងណាថាគាត់អត់បានជក់ចឹងហើយបានជារវើរវាយដល់ថ្នាក់ហ្នឹងដែលធំអត់បានក៏យកបារីក្នុងថតតុកដាក់ហៅប៉ៅរួចក៏ដើរទៅខាងក្រៅបំរុងនឹងជក់តែបែបបើកទ្វារពើបក៏ឃើញលោកគ្រូនេះអូននៅនឹងមុខទ្វារហ៊ានសាកមើលលោកគ្រូតូគីរីភ័យមែនតែនហើយលោកគ្រូនេះអូក៏បន្តនិយាយថាមិនអនុញ្ញាតឲ្យជក់បារីនៅបរិវេណសាលាទេលោកគ្រូតូគីរីឮហើយក៏ធ្វើជាពុតដៃហើយនិយាយប្រឡប់ថាពេលប្រឡងចឹងខាងសមាគមគេផ្អាកសិនត្រូវអត់លោកគ្រូនេះអូក៏ថាត្រូវហើយចឹងហើយបានជាគាត់រត់ហាត់ប្រាណដោយសារតែគាត់ខ្លាចខូចរៀងដោយសារតែការប្រឡងចឹងគេអត់ជួបជុំសមាគមទេចឹងហើយលោកគ្រូនេះអូនៅទំនេរចេះហ្មងណាអត់បានបរៀនអីទេបានជាគាត់ខំប្រឹងហាត់ប្រាណកុំឲ្យខូចរៀងលោកគ្រូតូគីរីឮហើយក៏និយាយថាអូគ្រាន់តែរត់តែមែនហេរត់មែនហ្នឹងហើយរត់ហ្នឹងហើយលោកគ្រូតូគីរីក៏ខកឈរហើយនិយាយថាចង់ខ្ញុំទៅរត់ដែរសិនលោកគ្រូនេះអូក៏និយាយថាប្រាប់ឲ្យតើឲ្យជួបបរិយក្នុងបរិវេណសាលាទេអត់ទៅរត់ក៏បានដែរតាមក៏ប៉ុន្តែលោកគ្រូនេះអូក៏ដឹងមុនហើយថាលោកគ្រូតូគីរីយកលេសថាទៅរត់ដើម្បីចង់ទៅលួចជក់បរិយចឹងហើយបានជាគាត់កាក់មុនសូម្បីតែលោកគ្រូតូគីរីនៅខ្លាចចូលទន្លំសើសឹងថ្ងៃនេះជាថ្ងៃប្រឡងគ្រប់គ្នានាំគ្នាធ្វើសំណួររៀងខ្លួនតែមើល3អ្នកនេះវិញឡើងដូចស្នេហា2កោណហ៊ីហ្វូមីមើលណាកាមេរ៉ាមើលហ៊ីរ៉ូសេហើយ3កោណអត់ការទេហ៊ីរ៉ូសេអត់បានស្រឡាញ់ហ៊ីហ្វូមីផងលោកគ្រូតូគីរីប្រាប់សើថានៅសល់តែមួយថ្ងៃទៀតទេការប្រឡងនឹងត្រូវបញ្ចប់តែអត់តឲ្យសុបាយអណានៅស្អែកប្រឡងកណាត់មួយថ្ងៃទៀតយើងខំធ្វើហត់ណាលើមុខវិជ្ជានេះហើយមើលមកលោកគ្រូតូគីរីមិនបាយប្រាប់ថាខំប្រឹងខ្លាំងក៏គេជឿដែរថាគេវិជាឮថាប្រឡងកណាត់ភ័យមែនតើខ្ញុំមិនចេះទេណែកាមេរ៉ាក៏ខ្សោយកណាត់ដែរគាត់ថាគាត់គួរទៅរៀនបន្ថែមនៅបណ្ណាល័យទៅបានរូបភាពក៏កាត់មកក្នុងបណ្ណាល័យណែកាមេរ៉ាបានមកដើម្បីរៀនបន្ថែមតែពេលបើកទ្វារពុបឡើងភ្ញាក់មនុស្សច្រើនមែនវៃណែកាមេរ៉ាដែលចូលមកគាត់គិតថាប្រហែលជាអត់មានកៅអីទំនេរគាត់រៀនទេទៅនៅផ្ទះវិញល្អអត់ណោះថាហើយក៏ដើរបកក្រោយតែមានសំឡេងស្រទន់មួយហើយគាត់តិចណាកាមេរ៉ាងាកទៅឃើញថាជាហ៊ីរ៉ូសេងមកអង្គុយនេះមកអង្គុយចិត្តខ្ញុំឯណាកាមេរ៉ាលឺហើយរំភើបមែនតែនមកអង្គុយចិត្តហ៊ីរ៉ូសេងមានអារម្មណ៍ដូចព្រះបត្រាហៅទៅអង្គុយចិត្តចឹង Welcome ណាកាមេរ៉ាថាហើយក៏បញ្ញាប់ទៅអង្គុយឡើងលឿនទាំងសុបាយចិត្តសូមអធិស្ឋានផងណាបាទហ៊ីរ៉ូសេងក៏សួរថាណាកាមេរ៉ាមករៀនបន្ថែមដែរមែនណាកាមេរ៉ាក៏ថាបាទហើយពេលងាកទៅនឹងមកពួកគេចិត្តខ្លាំងមែនតែនឡើងណាកាមេរ៉ាមកកំហុសឡើងចឹងផ្ទុះហ៊ីរ៉ូសេងក៏ថាគេអូឈីរត់មកសុំមើលណូតរបស់គាត់ទាំងយំតែថាទោះជាចម្លងឥឡូវក៏មិនបានជួយអីដដែលហ្នឹងអារបៀបថាទឹកដល់មាត់ហើយបានទៅធ្វើឯងចង់រៀនហែទឹកអីណាកាមេរ៉ាក៏ឆ្លើយថាត្រូវហើយដោយវិធានការបន្តអាសន្នអីចឹងណាហ៊ីរ៉ូសេលឺក៏ឆ្ងល់អីគេវិធានការបន្តអាសន្នក៏ដែរលឺណៃកាមេរ៉ាក៏បញ្យល់ថាវិធានការបន្តអាសន្នហ្នឹងនៅដោយតែការកែខៃមួយគ្រាទាំងបញ្ញាបញ្ញាអីចឹងណាហ៊ីរ៉ូសេក៏ភ្ញាក់ផ្អើលហើយថាណាកាមេរ៉ាបកការភាសាជប៉ុនសម័យថ្មីមែនតែនអាចបរៀនខ្ញុំបានអត់ណាកាមេរ៉ាអៀនមែនតែនឆ្លើយទាំងរដាប់រត់ថាបានតើបើហ៊ីរ៉ូសេចង់ហ៊ីរ៉ូសេស្ទុំមកចិត្តណាកាមេរ៉ាមែនតែនអរគុណណាសើច្បងហើយគេសើច្បងទៀតណាកាមេរ៉ាកាត់ក្នុងចិត្តថាគាត់ងាប់ស្អែកល្អអត់ណោះរំលងទៅជាច្រើននាទីគ្រប់គ្នានាំគ្នារៀងខ្លួនតែណាកាមេរ៉ាផ្ដោតមេរៀនអត់បានទេដោយសារហ៊ីរ៉ូសេនៅចិត្តហើយក៏ដៀងភ្នែកទៅរកហ៊ីរ៉ូសេហើយក៏ឃើញហ៊ីរ៉ូសេកំពុងអានខណ្ឌជីមួយយឺតខ្ជូតខ្លាំងមែនតែនឡើងណាកាមេរ៉ាខំទប់អារម្មណ៍ឡើងញ័រត្រើតកុំឲ្យហ៊ីរ៉ូសេដឹងហ៊ីរ៉ូសេនៅតែខំអានមួយដដែលហើយពាក្យបន្ទាប់អានថា Kinsen តែហ៊ីរ៉ូសេអានថា Kotosen ឡើងណាកាមេរ៉ាបកកចឹងតើមិនសុំឲ្យណាកាមេរ៉ាបង្រៀនដោយសារតែអត់សូវបកែអង្គុយរៀនសុកថាគេឈីនិយាយឡើងមកថាគ្រប់គ្នាឃ្លានអត់រកអីញ៉ាំសិនហើយគ្នានឹងមើលមេរៀនលេងចូលហើយទៅទិញនំប៉័ងនៅតូបសាលាអត់មួកែក៏ថាដែរព្រោះអត់បានញ៉ាំបាយថ្ងៃផងតែហ៊ីរ៉ូសេក៏តបថាតូបនៅសាលាបិទមិនចឹងហីថាគេឈីលឺហើយអស់កម្លាំងរលីងឃ្លានសឹងអីហើយមួកែក៏តបថាអញ្ចឹងទៅរេស្តូរ៉ាននៅចិត្តនេះអត់គ្នាក៏យកព្រមហើយក៏ងើបចេញទៅណាកាមេរ៉ាដែលអង្គុយនៅនឹងឃើញចឹងក៏គិតថាទៅហើយមែនលឿនមែនតែនកន្លែងនេះខ្ញុំមិនដឹងណាកាមេរ៉ាណាអ្នកដែលនៅតែឯងដូចគ្នាបានយកអារម្មណ៍នឹងថាវាមិនហើយភ្លាមនោះដែរហ៊ីរ៉ូសេក៏ហៅណា
កាមេរ៉ាតទៅជាមួយគ្នាណាកាមេរ៉ាលឺហើយឡើងរំភើបខ្ញុំក៏អញ្ចឹងដែរស្រឡាញ់ហ៊ីរ៉ូសេខ្លាំងខ្ជូរ៉ាអត់ដែរទុកឲ្យណាកាមេរ៉ានៅម្នាក់ឯងទេពួកគេទាំង4បានមករេស្តូរ៉ាននេះជាលើកទី1ហើយដែលណាកាមេរ៉ាមកដល់មានប៉ាម៉ាក់មកជាមួយមានអារម្មណ៍ថាភ័យតិចដែរគេអង្គុយជិតគ្នាទៀតណានៅសុកថៃកែវឈីក៏និយាយឡើងមកថាបើមើលរឿងអ្នកសើបអង្កេតបារីកាតាអត់មកកាយថារឿងនឹងល្អមើលណាឬក៏សូហ៊ីរ៉ូសេថាបានមើលអត់ហ៊ីរ៉ូសេថាមើលបានតិចដែរដោយសារគ្រួសារគាត់អ្នកមើលណាកាមេរ៉ាឆ្ងល់ប្រយគេនៅគ្នានិយាយពីអីហ្នឹងពួកគេបាននាំគ្នានិយាយពីសាច់រឿងជាច្រើនណាកាមេរ៉ាបានត្រឹមតែធ្វើលេអត់ដឹងគេនិយាយពីអីហើយភ្លាមនោះហ៊ីរ៉ូសេក៏ងាកមកសួរណាកាមេរ៉ាថាបានមើលរឿងនឹងអត់ណាកាមេរ៉ាឆ្លើយដល់ដប់ថាមើលបានតិចតួចដែរហ៊ីរ៉ូសេក៏ឆ្លើយទៅខ្ញុំថាបងស្រីគាត់ចូលចិត្តណាព្រោះរឿងហ្នឹងល្បីខ្លាំងមែនតើណាកាមេរ៉ាលឺហើយក៏ឆ្លើយថាប៉ិតមែនអីតែនៅការប៉ិនក៏ដល់ស្គាល់អីសោះហ៊ីរ៉ូសេក៏ងាកទៅនិយាយជាមួយពីអ្នកនៅវិញណាកាមេរ៉ាក៏ងាកមកកត់យ៉ាងលឿនគាត់ដឹងថារឿងហ្នឹងរឿងអីទេតែគាត់ទុកសិនទៅទុកមើលថ្ងៃក្រោយដោយសារតែហ៊ីរ៉ូសេជាអ្នកណែនាំកាត់ហើយនៅសុកហ៊ីរ៉ូសេក៏និយាយឡើងមកថាខ្ញុំចូលចិត្តបទហ្នឹងណាថាកែវឈីក៏ថាខាញ់ឯង share អាល់ប៊ុមបទហ្នឹងពីអូម៉ូរីថ្ងៃមុនហីហ៊ីរ៉ូសេក៏ថាត្រូវហើយខ្ញុំនឹងទៅមើល concert ជាមួយអូម៉ូរីឆាប់នេះទៀតផងណាកាមេរ៉ាលឺហើយឡើងភ្ញាក់អីគេទៅជាមួយអូម៉ូរីមែនតែពីរនាក់ទេមែនចំណែណាតែណាកាមេរ៉ាអត់ដឹងតែគេនាំគ្នានិយាយពីអីទេចេះតែគាត់ទៅឲ្យតែអីដែលហ៊ីរ៉ូសេចូលចិត្តហើយហ៊ីរ៉ូសេក៏ងាកមកសួរណាកាមេរ៉ាថាមានបទអីដែលណាកាមេរ៉ាចូលចិត្តអត់ណាកាមេរ៉ាតបទៅវិញថាខ្ញុំស្ដាប់ទាំងអស់ហ្នឹងឲ្យតែជាបទចម្រៀងហ៊ីរ៉ូសេញញឹមឡើងស្រោថាគាត់ស្ដាប់តែបទណាដែលគាត់មានអារម្មណ៍ថាចូលចិត្តទេដោយក្រុម Aqua Pen អញ្ចឹងគាត់ចូលចិត្តស្ដាប់ណាស្គាល់អត់ណាកាមេរ៉ាក៏ឆ្លើយថាស្គាល់តើហើយសុកថាកែវឈីគាត់និយាយឡើងមកថាហ្គេមនេះដូចជា update ថ្មីធ្វើឲ្យ Hero Set ផ្ដោតទៅលើហ្គេមវិញណាកាមេរ៉ាវិញកំពុងតែខឹងខ្លួនឯងខៅពេលនិយាយនឹងហើយមែនហើយនឹងគាត់និយាយអីផ្សេងអត់ចេញទេមែនហើយមកសួរខ្ញុំសួរណាគេវិញខ្ញុំកំពុងតែអត់ចូលចិត្តប្រវឯរឿងអាឆ្លើយមួយម៉ាត់នឹងរហូតដែរពួកគេទាំង3នេះមិនតនិយាយពីហ្គេមនឹងមិនឈប់ថាបើប្រឡងហើយនឹងទៅលេងហ្គេមនឹងនៅ Yoshida ចំណែកឯណាកាមេរ៉ាវិញបានធំតែផឹកកាហ្វេតិចព្រោះអត់ដឹងគេនិយាយពីអីទេហើយសុកHero Set ក៏ងាកមកបង្ហាញហ្គេមនឹងឲ្យណាកាមេរ៉ាមើលថាឈ្មោះ Smart Fight ល្បីណាស្គាល់អត់ Hero Set ខ្ជូទៀតហើយមានអីក៏យកមកសួរណាកាមេរ៉ាដែរណាកាមេរ៉ាឆ្លើយរដប់ថាស្គាល់តើតែអត់ទាន់មកលេងទេមែនហើយសប្បាយលេងណាកាមេរ៉ាឯងគួរតែសាក់លេងណាហើយ Hero Set ក៏តែនិយាយជាមួយពីអ្នកនោះវិញតែក៏ប៉ាត់ណាកាមេរ៉ាក៏ហក់ទេក៏ដែរលឺពីមុនមកផងទៅលឺមិញតែថាគាត់ຕົកសិនຕົកលេងពេលក្រោយព្រោះ Hero Set ចូលចិត្ត Hero Set ឃើញណាកាមេរ៉ាស្ងាត់ពេកក៏ងាកទៅមើលហើយក៏លេចឃើញកៅកាហ្វេណាកាមេរ៉ាហ្នឹងអស់រលីងគាត់ក៏ក្រោកឈរហើយសួរណាកាមេរ៉ាថាខ្ញុំទៅយកទឹកក្រូចថែមយកអីអត់ណាកាមេរ៉ាអត់ទាន់បានឆ្លើយផងពេលអ្នកនោះក៏ឆ្លើយថាយើងយកកូកាហើយយើងក៏យកតែខ្ញី Hero Set ខឹងប្រយមានដែរមិនយកខ្លួនឯងសាំមែនណាកាមេរ៉ាលឺចឹងក៏ថាចាំគាត់ទៅជាមួយ Hero Set ចង់យកឲ្យបងគេសងពីអ្នកឯងអីណាដែរណាកាមេរ៉ានិង Hero Set ក៏មកជាមួយគ្នា Hero Set សុំទោសណាកាមេរ៉ាមែនតែនៅត្រូវឲ្យមកដែរណាកាមេរ៉ាថាអត់អីទេណាមួយច្រើនកៅអញ្ចឹងវាពិបាកការ Hero Set ក៏និយាយទៀតថាស្មានតែណាកាមេរ៉ាចង់រៀនស្ងាត់ម្នាក់ឯងតើណាកាមេរ៉ាថាអត់ទេហើយក៏គាត់ថាមិនបានគាត់ធ្វើឲ្យ Hero Set បារម្ភអញ្ចឹងគាត់នេះយ៉ាប់មែនតែគាត់នៅអត់ទាន់ស្គាល់អីពី Hero Set ទេបន្ទាប់ពីចាក់តាក្រូចរបស់ពីរអ្នកនោះរួចរាល់ណាកាមេរ៉ាក៏ចុចកាហ្វេខ្លួនឯងម្ដង Hero Set ក៏ថាណាកាមេរ៉ាចូលចិត្តកាហ្វេខ្មៅមែនណាកាមេរ៉ាថាត្រូវហើយគាត់ផឹកវាច្រើនណា Hero Set ថាគាត់អត់ចូលចិត្តទេតែគាត់ចូលចិត្តកាហ្វេទឹកដោះគោជាងណាកាមេរ៉ាថាអាហ្នឹងក៏ល្អដែរហើយក៏គាត់ថា Hero Set អត់ចេះញ៉ាំកាហ្វេខ្មៅតែមែនលុយដែរតាសុក Hero Set ក៏ថាបងស្រីគាត់ចូលចិត្តញ៉ាំកាហ្វេជាមួយសូកូឡាណាកាមេរ៉ាឮអញ្ចឹងក៏ថាចាំគាត់ថាអញ្ចឹងហើយក៏ចុចសូកូឡាភ្លាមរួចយកមកផឹកមើល Hero Set អត់ចង់ដឹងថាឆ្ងាញ់អត់ណាកាមេរ៉ាថាឆ្ងាញ់មែនតា Hero Set ឮហើយសប្បាយចិត្តមែនតាមែនអីណាកាមេរ៉ាចាំទៅផ្ទះចុចខ្ញុំសាកធ្វើអញ្ចឹងដែរភ្លាមនោះដែរ Hero Set ក៏ទៅកេះណាកាមេរ៉ាថាយើងដាក់កាហ្វេចូលកូកាថា KLC អត់ថាហើយគាត់ក៏សេកាហ្វេចូលកូកាទាំងសាច់គឺណាកាមេរ៉ាឃើញអញ្ចឹងយ៉ាងមែនតែនក៏មិននឹកស្មានថា Hero Set ជាមនុស្សចូលចិត្តប្រេងអញ្ចឹងទេមកដល់ភ្លាមថា KLC រអ៊ូថាមិនបានយូរម៉ែ Hero Set ថាបើបញ្ញាប់មិនយកខ្លួនឯងទៅចំណែកណាកាមេរ៉ាវិញកំពុងមើលសភៅដែលខ្លួនឯងកត់មិញថ្ងៃនេះស្គាល់ពី Hero Set ច្រើនដែរតាមានច្រើនមែនតែគាត់ស្គាល់ពី Hero Set ពេលនឹងដែរថា KLC ក៏និយាយឡើងមកថា
មិនបានកោកាគាត់ខ្មៅខ្លាំងម៉ែហេរ៉ូសេធ្វើដឹងអត់លឺថាមកពីស្ករក្នុងកោកានឹងវាខុសពីធម្មតាដឹងបាទចង់ផឹកក៏ទៅយកថ្មីមួយទៀតទៅអញ្ចឹងថាគេជីឬហើយក៏សម្លឹងមើលហេរ៉ូសេបែបអត់តកចិត្តតែក៏ផឹកមែនតែនហើយក៏ប្រូចេញឡើងពេញមុខណាកាមេរ៉ាហេរ៉ូសេភ្ញាក់ផ្អើលមែនតែនរសជាតិពិបាកទទួលយកដល់ថ្នាក់ហ្នឹងឬហើយមើលណាកាមេរ៉ាឡើងខ្មាំងពេញមុខអស់អាខំកាត់ឡើងក៏រលប់អស់រលីងដែរថាគេជីចុកក្រៃនេះរូបភាពបានកាត់មកលោកគ្រូអូតូគីរីគាត់មកស្រូបខ្យល់អាកាសខាងក្រៅដោយសារតែដល់ម៉ោងចេញទៅផ្ទះហើយសុកក៏ឃើញលោកគ្រូនីអូរត់ទៀតហើយលោកគ្រូនីអូខំរត់ឡើងលឿនហើយក៏បន្ថយល្បឿនបន្តិចម្ដងឬក៏មកឈប់ពឹបនៅមុខបន្ទប់ថ្នាក់ហើយអ្នកគ្រូក៏ចេញមកក្រៅល្មមអ្នកគ្រូក៏សួរថាលោកគ្រូនីអូរត់រហូតហ្មងណាលោកគ្រូនីអូក៏និយាយថាត្រូវហើយដើម្បីថែរៀងអ្នកគ្រូញញឹមហើយប្រាប់ថាកុំធ្វើលើកម្លាំងពេកណាលោកគ្រូនីអូមកឡើងក្រហមហើយច្រឡំមាត់និយាយថាស្អាតមែនតើហើយក៏បាត់មាត់វិញអ្នកគ្រូម្នាក់ហ្នឹងស្មានតែសរសើរពីផ្កាក៏ថាត្រូវហើយស្អាតមែនហ្នឹងណាលោកគ្រូនីអូក៏ធ្វើជាថាសុំហត់បន្តសិនហើយសកម្មភាពម៉េចលោកគ្រូតូគីរីបានឃើញទាំងអស់ចូលមិនបានធ្វើអញ្ចឹងខ្ញុំខំជិះលោកគ្រូនីអូឡើងលោកគ្រូតូគីរីផងទីបំផុតរឿង Lovable Lunch បានចេញជា anime ហើយណាកាមេរ៉ាមើលបណ្ដាញញញឹមបណ្ដានៅក្នុងរថភ្លើងតែឯងទីបំផុតអីដែលគាត់សម័យបានខាច់ចការបាត់ហើយឥឡូវនេះក៏កំពុងធ្វើដំណើរទៅកម្មវិធី fan meeting គឺទៅជួបអ្នកនិពន្ធរឿង Lovable Lunch ដើម្បីសុំហត្ថលេខានឹងឯងណាកាមេរ៉ាដើរបណ្ដាគិតពីពាក្យដែលគាត់តែនិយាយបណ្ដាពេលជួបអ្នកនិពន្ធគាត់តាមដានតាំងពីនៅអនុវិទ្យាល័យតាំងពីចេញដំបូងចឹងហើយសប្បាយចិត្តមែនតើដែលទីបំផុត manga ដែលគាត់ស្រឡាញ់គេធ្វើជា animation តែថាណាកាមេរ៉ាស្លៀកចឹង cute ណាស់រូបភាពបានកាត់មក Hifumi គាត់ក៏មក fan meeting ដែរគាត់កំពុងតែរើសកាដូទុកឲ្យអ្នកនិពន្ធសំឡេងមួយក៏បន្លឺឡើង Hifumi រើបាននៅគឺ Mako និង Yuka ក៏មកជាមួយដែរ Mako ថានៅសមម៉ោងដែរតើយើងគួរតែអង្គុយញ៉ាំតែសិនអត់ Hifumi ឮចឹងក៏ថាគាត់ជាអ្នករើសកន្លែងអូខេអត់រួចអ្នកទាំង3ក៏មក Lovable Lunch Cafe គឺជា cafe ដែល collab ជាមួយនឹង Lovable Lunch cafe នេះពោពេញទៅដោយតួអង្គនឹងរឿង Lovable Lunch គាត់ទៅមើលក៏ក្រីសុខដែរ Yuka ភ្ញាក់ផ្អើលមែនតែនគាត់មិនដែលមកហាងកាហ្វេចេះពីមិនមកទេ Hifumi ក៏និយាយថាមែនអត់លុយណាស់មែនអត់អ្នកទាំង3ក៏នាំគ្នារើមណយដើម្បីរកអីញ៉ាំឃើញតែខ្ជូតមែនតែនអីគ្រប់យ៉ាងសុទ្ធតែធ្វើជារូបតួអង្គទាំងអស់មានទាំងតែបេតុង Magano Oshi បាយប្រអប់ Lovable ហើយនៅថាកុតែក្តៅទៀតខ្ជូតដែរពេលនឹងដែរ Mako ក៏ស្រែកហាយអ្នករត់តុកដើម្បីកំងហើយសុំឲ្យ Hifumi គឺជាអ្នកកំងដែលផ្ទាល់ Hifumi ឬចឹងអៀនមែនតែនហើយក៏ចាប់ផ្ដើម order តែគាត់អានឈ្មោះវែងមែនតែនដោយ pudding ចឹងគាត់ហៅថាថាគុខុង Magano Oishi ខុងបេះដូង pudding Lovable Lunch ឡើងខ្ជូតហ្មងណាឡើងពីអ្នកនោះថានិយាយខ្លីៗបានហើយចាំបាច់ហៅឈ្មោះពេញធ្វើអីហើយភ្លាមនោះដែរទៅដែលនៅមុខពួកគេក៏បញ្ចាំងឡើងគឺរឿង Lovable Lunch បែប animation នឹងឯង Hifumi សប្បាយអរមែនតែនទីបំផុតពួកគេកម្រើកបានហើយក៏និយាយបានហើយអ្នកទាំងពីរឮហើយក៏ញញឹម Hifumi នេះស្រឡាញ់ Lovable Lunch មែនតែនហើយ Hifumi ក៏អរគុណពួកគេទាំងពីរដែលឧស្សាហ៍មកជាគ្នាជាមួយនាង Yuka ថាមិនអីទេហើយ Mako ក៏ថាសរសេរសម្បត្តិហើយនៅ Hifumi ញញឹមហើយថាហើយនាងចំណាយពេលពេញមួយយប់ដើម្បីវាខ្ញុំរំភើបមែនតែនអំឡុងពេលនឹងដែរអាហារដែលពួកគេកំងមាញ់ក៏លើកយកមកល្មមដាក់ចូលភ្លាមពួកគេនៅគ្នាស្រែកខ្ជូតខ្លាំងមែនតែនខ្ជូតចឹងណាគេហ៊ានញ៉ាំហើយក៏នៅគ្នាថតគឹបកាត់មកណាកាមេរ៉ាវិញគាត់កំពុងជ្រួលជ្រើមជាមួយហាងសភៅដោយសារតែគេអបអរជាមួយ Lovable Lunch ធ្វើជា anime ចឹងហើយគេយកសភៅ Lovable Lunch មកឡើងច្រើនណាកាមេរ៉ាថតអត់ចេះឈប់ណាកាមេរ៉ាលើកសភៅឡើងគាត់ថាទីបំផុតចេញជា anime ហើយនៅសុកក៏សម័យថាពីរអ្នកហ្នឹងជាខ្លួនឯងនិង hero សេចេញឆ្ងាយពីខ្ញុំទៅមិនចឹងក្រែងពួកយើងតាក់ទងគ្នាមិនចឹងអីខ្ញុំគ្រាន់តែផ្លូនមកនិយាយទេខ្ញុំមិនដឹងថាស្នេហាជាអីទេកុំបារម្ភចាំខ្ញុំបង្ហាញ hero សេថាស្នេហាជាអីថាហើយក៏ចាប់ hero សេមកថើបហើយខ្លួនឯងវិញក៏កំពុងតែបួងមាត់ថើបសភៅដែរចាយមួយដែលដើរមកយកសភៅដល់តែឃើញចឹងក៏និយាយឡើងមកថាសុំទោសខ្ញុំចង់យកសភៅមួយក្បាលហ្នឹងដែរណាកាមេរ៉ាភ្ញាក់ឡើងព្រើតសុំទោសណាចានោះក៏យកហើយឆ្ងល់វាកើតអីហ្នឹងណាកាមេរ៉ាបានដើរមកកន្លែងផ្សេងក៏ឃើញกระดาษប្រកាសទទួលហត្ថលេខាពី Kometani Sensei គឺអ្នកនិពន្ធនឹងឯងដំបូងគាត់មិនគិតថាគាត់ទទួលបានសម្បត្តិទេតែសុកក៏ទទួលបាននឹងគេដែរសំណាងរបស់គាត់មិនទាន់អស់ទេចូលសុក3អ្នកហ្នឹងក៏ដើរមកល្មមណាកាមេរ៉ាភ័យមែនតាន Hifumi មកធ្វើអីដែរ Hifumi ក៏ងាកទៅមើលតែអត់មានឃើញអីផងចម្លែកមែនតានមិញដូចឃើញមានគេសម្លឹងមកពួកយើងប្រហែលប្រើភ្នែកគេដឹងហើយ Mako និង Yuka ក៏ថាសុំទៅមើលរបស់នៅជាន់លើមុនណា Hifumi ថាគាត់រួចរាល់ពេលណាចាំទៅតាមក្រោយណាហើយ Hifumi ក៏ដើរចូលមកផ្លូវនឹងល្មមតាមក៏ប៉ិតណាកាមេរ៉ាពួរនៅទីនេះទេអញ្ចឹងមនុស្សអត់ឃើញគាត់ថាគាត់គួរតែពួរនៅទីនេះសិនចាំ Hifumi ទៅចាំគាត់ចេញ
ហើយសុកសុកក៏ឃើញ Hifumi កាន់សម្បត្តិ fan meeting ដែរគាត់ភ័យមែនតើគាត់ធ្វើម៉េចទៅផ្ទះវិញអត់តើគាត់ពិបាកណាស់ទៅរំទៅបានមកហើយសុកសុកសម្លេងបកាក៏មិនលឺឡើង pro fan meeting ចិត្តចាប់ផ្ដើមហើយឲ្យគ្រប់គ្នាត្រៀមខ្លួនអ្នកកាមេរ៉ាលឺចឹងក៏នឹកឃើញថាអត់កើតទេគួរតែបិទបាំងមុខឲ្យទៅបានគ្រប់គ្នាមកតម្រង់ជួររួមទាំង Hifumi និងអ្នកកាមេរ៉ាដែរតែមើលគាត់តែងខ្លួនឡើងផ្អើលគេអស់អ្នកកាមេរ៉ាជឿជាក់មែនតើតែប៉ុណ្ណេះរួចខ្លួនហើយ Hifumi អត់ស្គាល់ទេមានណាសន្តិសុខក៏មកសួរបដ ாய் តែងខ្លួនឡើងដូចចោលអញ្ចឹងណាគេឲ្យចូលសន្តិសុខសួរយកដោះមកភ្លាមហើយមើលសុំមើល ID តិចមើលអ្នកកាមេរ៉ាខំរកលេខចូលឡើងឡើងផ្អើលគេពេញហ្នឹង Hifumi លឺហើយក៏ងាកក្រោយមានមនុស្សអញ្ចឹងដែរមែនតែថាភ្នែកមកគូនឹងដូចស្តៀងអេអ្នកកាមេរ៉ាខុងដោយសារ Hifumi ជួយទៅអ្នកកាមេរ៉ាក៏លេងអីហើយពេលហ្នឹងក៏មករំលងជួរជាមួយ Hifumi ថាមិននឹកស្មានថាមកជួបអ្នកកាមេរ៉ានៅទីនេះទេអ្នកកាមេរ៉ាឈ្នះសម្បត្តិដែរមែនអ្នកកាមេរ៉ាគាត់កាត់នឹងចិត្តថាគាត់លេងចង់លាក់ទៀតហើយគាត់ក៏តាំងចិត្តហើយមុខឡើងក្រហមដោយនិយាយខ្លាំងថាតាំងក៏ប៉ាត់ទៅខ្ញុំស្រឡាញ់ Lovable Lunch ឡើងផ្អើលគេគ្រប់គ្នា Hifumi ថាគាត់ដឹងហើយតើអ្នកកាមេរ៉ាក៏ភ្ញាក់ផ្អើលមិនក៏ដឹង Hifumi ថាគាត់ចូលចិត្តអាន Lovable Lunch អញ្ចឹងមិនគាត់អាចដឹងថាណាគេអានឬក៏មិនអានអ្នកកាមេរ៉ាលឺហើយខ្មាស់មែនតើ Hifumi ក៏សុំតងគាត់ដឹងថាវាគឺជារឿងសម្ងាត់ Hifumi ក៏សួរអ្នកកាមេរ៉ាថាចូលចិត្តឃ្លាអីគេជាងគេនៅក្នុងរឿងអ្នកកាមេរ៉ាថាពិបាករកមែនតើមានច្រើនពេញហើយពាក្យហ្នឹងក៏និយាយចូលគ្នាមែនតើដោយសារចូលចិត្តដូចគ្នាឡើងអ្នកកាមេរ៉ាថាពីរអ្នកយើងមានអារម្មណ៍ថាដូចមានចិត្តតែមួយហើយភ្លាមដែរសម្លេងប្រកាសក៏មិនលឺឡើងព្រោះកម្មវិធីចាប់ផ្ដើមហើយអញ្ចឹងត្រៀមខ្លួនម្នាក់ម្ដងដើម្បីទទួលហាត់ធ្លេខា Hifumi ក៏បែរទៅមុខវិញឬក៏ទាញសម្បត្តិចេញពីកាបូបខ្លួនឯងអ្នកកាមេរ៉ាឆ្ងល់ក៏សួរអាហ្នឹងអីគេ Hifumi ថាអ្នកកាមេរ៉ាមានពេលតិចពេកមែនបើបានត្រៀមវាគឺជាសម្បត្តិដែលຕົកឲ្យអ្នកនិពន្ធហ្នឹងណាអ្នកកាមេរ៉ាលឺចឹងនឹងភ្ញាក់មានគំនិតកប់សេរីមែនចង់ថា Hifumi ឆ្លាតដែរគិតឃើញចឹងហើយពេលណាកាមេរ៉ាអោនទៅក៏ឃើញនៅក្នុងដៃ Hifumi យួរថងមួយក៏សួរថាចុះអានេះវិញ Hifumi ថាវាគឺជាកាដូសម្រាប់ជូនអ្នកនិពន្ធហ្នឹងណាកាមេរ៉ាភ្ញាក់ទៀតហើយគំនិតល្អមួយទៀតហើយដែលសារតែទឹកមុខណាកាមេរ៉ាបង្ហាញច្បាស់ពេក Hifumi ក៏និយាយថាអត់មានអីឲ្យក៏អីដែរនេះក៏យកមកដោយខ្លួនឯងទេជួររបស់ណាកាមេរ៉ាក៏ខិតចិត្តទៅគ្រប់គ្នាទទួលបានហត្ថលេខាម្នាក់ម្ដងពេលគេទៅទទួលហ្នឹងគេនិយាយពីឃ្លាដែលគេចូលចិត្តនៅក្នុងរឿងហើយប្រាប់តួអង្គដែលគេចូលចិត្តអីអញ្ចឹងទៅអ្នកកាមេរ៉ាកំពុងតែត្រៀមខ្លួននឹងរៀបពាក្យថាគាត់គួរនិយាយអីល្អចាយកឃ្លាមួយណាដែលល្អដែលសតតែវល់ច្រើនពេកភ្លេចខ្លួនដល់វិញ Hifumi បាត់ហើយ Hifumi ដែលឡើងទៅមុនហ្នឹងនិយាយឡើង smooth ហ្មងខ្ញុំអាន Lovable Lunch តាំងពីចាប់ផ្ដើមដំបូងហើយនេះខ្ញុំមានសម្បត្តិនឹងកាដូជូន Sensei Kometani Sensei ក៏និយាយឡើងមកថាចូលចិត្តតួអង្គណាជាងគេ Hifumi ក៏ឆ្លើយទាំងអៀនថា Nagano Oshi ហើយគាត់ក៏គូរួចឲ្យទៅ Hifumi អ្នកកាមេរ៉ាភ្ញាក់ផ្អើលមែនតើក៏ហូបដែរមែនធ្វើអញ្ចឹងបានដែរឬ Hifumi ក៏ដើរចេញហើយដល់វេនរបស់ណាកាមេរ៉ាអីគ្រប់គ្នាឡើងភ្ញាក់ផ្អើលពេលឃើញដំណើរដើរណាកាមេរ៉ាងីតងត់ឡើងដូចមនុស្សយន្តមិនបាច់ប្រាប់គាត់ដឹងដែរតែគាត់ភ័យឡើងរឹងដៃរឹងជើងអស់ហើយដើរយឺតមកដល់ពឹបក៏ប្រមូលភាពក្លាហានហើយស្រែកឡើងខ្លាំងថាខ្ញុំស្រឡាញ់ Lovable Lunch ណាឡើងប៉ាងមួយអ្នកនិពន្ធអង្គណាកាមេរ៉ាមុខក្រហមហើយបន្តនិយាយថាក៏ចូលចិត្តថាកូព្រោះថាកូគួរឲ្យស្រឡាញ់ Kometani ឮហើយក៏ញញឹមហើយថាសប្បាយចិត្តណាស់ដែលណាកាមេរ៉ានិយាយចេញមកគាត់ក៏ចូលចិត្តថាកូដែរចង់គូរូបអត់ណាកាមេរ៉ាងក់ក្បាលគាត់ក៏សួរណាកាមេរ៉ាថាជាសិស្សមែនហើយឈ្មោះអីណាកាមេរ៉ាក៏ប្រាប់ឈ្មោះទៅគាត់ Kometani Sensei ក៏សរសេរពាក្យខ្លះទៅណាកាមេរ៉ាយ៉ាងទន់ភ្លន់ប្រាប់ថាសំណាងល្អណាកាមេរ៉ាដើរចេញទាំងសប្បាយចិត្តឡើងអារម្មណ៍លេងនឹងខ្លួនអស់ហើយបន្ទាប់ពីចាប់សាប់គ្រប់អស់ហើយ Hifumi និង Mako ហើយនិង Yuka ក៏ដើរត្រឡប់ទៅផ្ទះវិញចំណែកឯណាកាមេរ៉ាវិញក៏ត្រឡប់ទៅផ្ទះវិញដូចគ្នាគាត់កំពុងតែនៅក្នុងរថភ្លើងហើយកំពុងតែអានពាក្យដែល Kometani Sensei សរសេរវាគឺជាពាក្យដែលសរសេរថា Go for it ណាកាមេរ៉ាដែលមានន័យថាព្យាយាមឡើងណាកាមេរ៉ាខុងហើយភាគ10ក៏ចប់ទំនេះមិនដែរអ្នកនរគ្នាចូលចិត្តភាគ10នេះអត់បើសិនជាចូលចិត្តកុំភ្លេច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងណាអរគុណច្រើនណាស់ដែលបានមើលពីដើមមកដល់ចប់ថ្ងៃនេះអត់មានសំណួរចម្លើយទេដោយសារតែម្សិលមិញហ្នឹងគឺខ្ញុំផុសរៀងយប់ជ្រៅដែលចឹងទៅប្រមូលសំណួរមកអត់តាន់អញ្ចឹងណាដែលខ្ញុំពេញអត់ធ្វើវីដេអូនេះចង់ចាំវីដេអូក្រោយណាបាយបាយ